រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងថាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរចន្លោះពី80ដល់120គ្រាប់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោកអានឃ្យូបែកនៅថ្ងៃប្រហ័សទី20ខែសីហាឆ្នាំ2026បាននិយាយថាកូរ៉េខាងជើងត្រូវបានប៉ាន់ស្មានថាមានអាវុធនុយក្លេអ៊ែរចន្លោះពី80ដល់120គ្រាប់តែមិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេលោកអានឃ្យូបែកធ្វើការកត់សម្គាល់បែបនេះប្រាប់សមាជិកសភាកូរ៉េខាងត្បូងនិងបន្ទាប់ពីប្រធានាធិបតីលោកដូណាល់ត្រាំបាននិយាយថាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរដ៏មានថាមពលចំនួន57គ្រាប់ហើយនេះជាលើកដំបូងបំផុតដែលលោកត្រាំលើកឡើងពីតួលេខជាក់លាក់ពាក់ព័ន្ធនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគួរបញ្ជាក់ផងដែរថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយនៅថ្ងៃពុធទី19ខែសីហាឆ្នាំ2026ថារូបលោកមានគម្រោងជួបមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុននៅក្នុងឆ្នាំ2026នេះហើយថាកូរ៉េខាងជើងកំពុងកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពលចំនួន57គ្រាប់ការលើកឡើងបែបនេះកើតមានឡើងបន្ទាប់ពីលោកត្រាំបានបញ្ជាឲ្យមន្ទីរបញ្ចកោណកាត់បន្ថយរយៈពេលនិងបង្រួមការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងដោយលើកឡើងពីទំនាក់ទំនងជាមួយលោកគីមចុងអ៊ុននិងការខឹងសម្បារចំពោះកូរ៉េខាងត្បូងដែលមិនបានជួយអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់អបអរសាទរគម្រប់ខួប3ឆ្នាំនៃក្រុមហ៊ុនអាកាសចរ Air Asia Cambodia លោកអ្នកនឹងមានឱកាសជិះរង្វាន់ដែលគ្រាន់តែហោះហើរចាប់ពីថ្ងៃទី12មិថុនាឆ្នាំ2026រហូតដល់ថ្ងៃទី28មេសាឆ្នាំ2027រង្វាន់រួមមានសំបុត្រយន្តហោះទៅមក30រង្វាន់ទូរស័ព្ទ iPhone 17 Pro Max 8គ្រឿងម៉ូតូ Vespa S125cc 2គ្រឿងនិងរង្វាន់ធំដ៏អស្ចារ្យ Condo Diamond Bay Garden មួយបន្ទប់ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀតបោះសម្បត្តិឥឡូវនេះលោកអ្នកនឹងមានឱកាសជិះរង្វាន់ជាច្រើនពី Asia Cambodia លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តលោកអ្នកអាចតាមដានស្ដាប់កម្មវិធីពីស្ថានីយ៍វិទ្យុ Town តាមរយៈ Frequency FM 102.30 MHz ហើយក៏អាចទស្សនានិងបើកស្ដាប់តាម App Town Entertainment បានផងដែរសូម follow គ្រប់ page របស់ក្រុមហ៊ុន Town ដើម្បីទទួលបានការកម្សាន្តសម្បូរបែបរៀងរាល់ថ្ងៃ